លោកនៃស្ដាប់ជាទីមេត្រីប្រមុខគណៈបកប្រជាជនកម្ពុជាបញ្ជាក់ថាការកែប្រែຂະຫນាតផែនទីពីបោន1លើ100,000មកផែនទី UTM 1លើ50,000វិញដើម្បីងាយស្រួលក្នុងការកំណត់ទីតាំងរបស់បង្គោលព្រំដែនឆ្លើយតបទៅនឹងសំណួររបស់អ្នកសួរតាមបណ្ដាញទំនាក់ទំនងសង្គម Facebook ឈ្មោះសៀងមេងជីលោកហ៊ុនសែនបានដឹងនៅថ្ងៃទី26ខែវិច្ឆិកាថាមូលហេតុដែលរដ្ឋាភិបាលត្រូវការបំលែងຂະຫນាតផែនទីឲ្យកាន់តែធំនេះដើម្បីកុំឲ្យពិបាកក្នុងការកំណត់បោះបង្គោលព្រំដែនរវាងកម្ពុជានិងវៀតណាមលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបង្ហោះនៅក្នុងទំនាក់ទំនងសង្គម Facebook របស់លោកថាຂະຫນាតផែនទី1លើ100,000គឺពិបាករកចំណុចដើម្បីបោះបង្គោលព្រំដែនព្រោះវាតូចពេកដូច្នេះត្រូវផ្ទេរមកផែនទី UTM ຂະຫນាត1លើ50,000វិញទើបងាយស្រួលវាស់វែងរកចំណុចដើម្បីបោះបង្គោលព្រំដែនលោកបញ្ជាក់ថាដើម្បីធានាភាពត្រឹមត្រូវទើបភាគីកម្ពុជានិងវៀតណាមឯកភាពសរសេរលិខិតរួមគ្នាសូមអ្នកជំនាញការរបស់បារាំងមកជួយផ្ទេរຂະຫນាតផែនទីនេះប្រធានគណៈបកប្រជាជនកម្ពុជារូបនេះបញ្ជាក់ថារដ្ឋាភិបាលបារាំងបានយល់ព្រមតាមសំណើរបស់លោកស្នើសុំហើយប៉ុន្តែត្រូវរងចាំការឆ្លើយតបជាផ្លូវការប៉ុណ្ណោះលើសពីនេះទៀតលោកហ៊ុនសែនបានពន្យល់យ៉ាងពិស្ដារនៅលើ Facebook របស់លោកពីរបៀបនៃការពង្រឹងຂະຫນាតផែនទីដែលគេអាចផ្ទេរຂະຫນាតផែនទីនេះរហូតដល់1លើ10,000ក៏បានដែរការពង្រីកផែនទីឲ្យកាន់តែធំនេះលោកបញ្យល់បន្តថាគឺដើម្បីស្រួលក្នុងការកំណត់ទីតាំងបង្គោលព្រំដែនបាទតកតងរឿងការកែប្រែຂະຫນាតផែនទីនេះអ្នកវិភាគនយោបាយលោកបណ្ឌិតកែមលីបានវិភាគកាលពីលោកនៅមានជីវិតកាលពីខែមេសាឆ្នាំ2016ថាស្ថានភាពនយោបាយដែលមានភាពចម្រូងចម្រាសសពថ្ងៃគឺឲ្យសារតែគណៈបកកណ្ដាលអំណាចចង់កែប្រែមាត្រា2នៃរដ្ឋធម្មនុញ្ញលោកបន្តថាព្រឹត្តិការណ៍នយោបាយដែលកើតឡើងជាបន្តបន្ទាប់ហើយអ្នករងគ្រោះភាគច្រើនគឺជាមន្ត្រីនិងសកម្មជនគណៈបកសង្គ្រោះជាតិនោះព្រោះគណៈបកប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចចង់ឲ្យសមាជិកសភាគណៈបកសង្គ្រោះជាតិចូលរួមធ្វើវិសោធនកម្មមាត្រា2នៃរដ្ឋធម្មនុញ្ញទាក់ទងទៅនឹងការប្រើប្រាស់ផែនទីដែលមាត្រានេះត្រូវការសម្លេងសមាជិកសភារហូតទៅដល់2/3ដើម្បីកែប្រែក៏ប៉ុន្តែតំណាងរាជគណៈបកប្រជាជនកម្ពុជាសប្តាហ៍ថ្ងៃមានត្រឹមតែ 50% បូក1ប៉ុណ្ណោះបាទដើម្បីជៀបច្បាស់សូមស្ដាប់សម្ដីរបស់លោកកែមលីបានផ្ដល់បទសម្ភាសន៍មកវិទ្យុអាស៊ីសេរីកាលពីលោកនៅមានជីវិតសង្គ្រោះជាតិជាពិសេសគឺតំណាងរាជគណៈបកសង្គ្រោះជាតិចូលរួមមកវិសោធនកម្មមាត្រា2នៃរដ្ឋធម្មនុញ្ញព្រោះឃើញកន្លងមកឃើញខាងគណៈបកប្រជាជនកម្ពុជាមានទំនោរចង់កែប្រែមាត្រាហ្នឹងបាទជាទូទៅគាត់ចង់កែប្រែមាត្រាហ្នឹងហើយដែលខ្ញុំដឹងគឺចង់កែប្រែហ្នឹងគឺមាត្រាហ្នឹងឲ្យទលាយបន្តិចថាការវាស់បង្គោលព្រំដែនបច្ចុប្បន្ននឹងត្រឹមត្រូវយុត្តិធម៌ហើយបានបោះបង្គោលហើយប្រមាណ1000គីឡូម៉ែត្រចឹងទៅ1000ជាងគីឡូម៉ែត្រចឹងទៅជាមួយវៀតណាមឲ្យទទួលស្គាល់ជាផ្លូវការគាត់ចង់គាត់ចង់កែប្រែប្រវត្តិសាស្ត្រនឹងឯងហើយដែលគាត់ធ្វើគាត់បានរំលោភរដ្ឋធម្មនុញ្ញជាស្រេចទៅហើយអញ្ចឹងគាត់ត្រូវកែរដ្ឋធម្មនុញ្ញនឹងឲ្យវាត្រូវនឹងអ្វីដែលគាត់ធ្វើមានន័យថាម៉េចមានន័យថាកាត់ក្បាលរមួកគាត់ចង់ធ្វើនឹងឯងបាទតាមមើលអាចនឹងគណៈបកសង្គ្រោះជាតិយល់ព្រមទេតាមមើលជាប់មិនអាចសន្និដ្ឋានបានពីព្រោះគណៈបកប្រឆាំងអំណាចធំខ្ពស់នឹងនៅលើមេដឹកនាំចឹងកាលណាអំណាចបុគ្គលនិយមវាអាចប្រែប្រួលបានគ្រប់ពេលវេលាលើកលែងតែអំណាចនឹងចូលរួមធ្វើសេចក្តីសម្រេច2/3ឬក៏ 50% បូក1តាមរយៈគណៈកម្មការចិនប្រៃឬក៏គណៈកម្មការនយោបាយអាហ្នឹងបានយើងគិតថាมันអាចសម្រាប់ប៉ុន្តែអំណាចបុគ្គលចេះស្រាច់ទៅលើមេបកចេះខ្ញុំគិតថាมันទៀងទាត់ទេបាទនៅពេលដែលបើសិនគណៈបកសង្គ្រោះជាតិយល់ព្រមតាមគណៈបកប្រជាជនកម្ពុជារឿងវិសោធនកម្មមាត្រា2ហ្នឹងគណៈបកសង្គ្រោះជាតិនឹងបាត់បង់ប្រជាប្រិយភាពមួយចំនួនឬក៏អាចរក្សាដដែលបានបាត់បង់ច្រើនហើយគណៈបកប្រជាជនក៏អាចមានសុវត្ថិភាពបន្តទៀតក្នុងការដឹកនាំប្រទេសបើសិនជាចូលរួមបាទហេតុពូប្រចាំហេតុអីបានគាត់នៅមានសុវត្ថិភាពហើយហេតុអីបានជាគណៈបកសង្គ្រោះជាតិបាត់បង់បាទព្រោះកាលណាគាត់ចូលរួមកែប្រែប្រវត្តិសាស្ត្រកែប្រែរដ្ឋធម្មនុញ្ញនឹងមានន័យថាគាត់ចូលរួមរំលោភរដ្ឋធម្មនុញ្ញអញ្ចឹងប្រជាពលរដ្ឋអាចបាត់បង់ជំនឿបាត់បង់សេចក្តីទុកចិត្តដោយសារតែការចង់ស្រោចស្រង់ជីវិតនយោបាយបុគ្គលម្នាក់ពីរនាក់គាត់តែងតែបំផ្លាញរដ្ឋធម្មនុញ្ញកន្លងមកដូចជាការកែប្រែ2/3 50% បូក1ការចូលរួមដើម្បីរៀបចំរដ្ឋធម្មនុញ្ញបន្ថែមឬមួយក៏ការបង្កើតស្ថាប័នប្រសិទ្ធិជាដើមឡើយហ្នឹងដែល
ដែលដោយសពម្ដងចឹងគណៈបព្វជិជនគណៈគូនចឹងគាត់អាហ្នឹងក៏តាមបំណងរបស់គាត់ដែរបាទ លោកអ្នកនាងជាទីគោរពនេះជាប្រសាសន៍របស់លោកមនិតកែមលីដែលលោកបានផ្ដល់បទសម្ភាសន៍មកវត្តអាស៊ីសេរីកាលពីលោកនៅមានជីវិតក្នុងអំឡុងខែមេសាឆ្នាំ2016កន្លងទៅមាត្រា 2 នៃរដ្ឋធម្មនុញ្ញចែងថាបូរណភាពទឹកដីប្រទេសកម្ពុជាមិនអាចរំលោភបានជាដាច់ខាតក្នុងព្រំដែនរបស់ខ្លួនដែលមានកំណត់ក្នុងផែនទីខ្នាត1/100,000ធ្វើនៅចន្លោះឆ្នាំ1933ដល់ឆ្នាំ1953ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះឆ្នាំ1963ដល់ឆ្នាំ1969